សូមស្វាគមន៍មកកាន់ដំណើរកំសាន្ត Single Family គឺថាជាលក្ខណៈគ្រួសារតាម1ឡានទេចាជាទូទៅគឺដើរចាប់ពី2ទៅ3ឡាន4 5ឡានមែនតើលើកនេះដើរជាលក្ខណៈ Sweet Family តែម្ដងគឺថាតាមមួយគ្រួសារទេ4នាក់កូនហើយនឹងប្តីចាឥឡូវនេះយើងបានមកដល់នៅខាងកោះស្ដេចចានេះគឺជាសន្តាគារនៅកោះអភិជនចាមកយប់$130យើងទៅមើលបន្ទប់ទាំងអស់គ្នាចាគឺកូនវិឡាគេបែបនេះណាបងប្អូនទាំងអស់គ្នាវ៉ាវresort មួយនេះឲ្យពុកម៉ែបងប្អូនទាំងអស់គ្នាបានមើលចាគឺមានអាងទឹកហើយសម្រាប់បន្ទប់គេងគឺមានមួយបន្ទប់ហើយសម្រាប់បន្ទប់ទឹកគេគឺធំទូលាយខ្លាំងតែលេងមកបាក់ទ្វារទាំងអស់គ្នាថាចាំមើលថាស្អាតប៉ុណ្ណាទៅចូលមកដល់ភ្លាមគឺថាអារម្មណ៍ surprise តែម្ដងគឺថាបន្ទប់គេឡើងស្អាតទូលាយគឺមានផាសុខភាពខ្លាំងមែនតែនគឺបន្ទប់ទទួលភ្ញៀវនេះគឺមានបំណងត្រជាក់ឡើងត្រជាក់ដល់បេះដូងជាមួយនឹងទូរទស្សន៍អមជាមួយនឹងចម្រៀងស្វីតធ្វើឲ្យយើងកន្ត្រាក់តាមបទចម្រៀងឥឡូវយើងទៅមើលបន្ទប់នៅចំហៀងទ្វារគឺថាគេដាក់ប្រអួចមកអញ្ចឹងណាគឺស្អាតខ្លាំងមែនតែនអ្នកខ្ញុំបើកមើលចាគេដាំជាកូនឈុតនៅចំហៀងផ្ទះនេះខ្ញុំចូលមើលបន្ទប់ទឹកគឺថាធំមែនតែនគឺរីលេចខ្លាំងមែនតែនបន្ទប់ទឹកគេវិញគឺថានេះមិនចុចទឹកក៏គេចាក់ខ្លួនគេដែរអូតូម៉ាទិកនេះគឺទូកៅអៅគេអីចឹងទៅតោះឥឡូវយើងឡើងទៅលើមើលលើទាំងអស់គ្នាតើមានអីខ្លះនៅលើហ្នឹងស្អាតប៉ុណ្ណានៅពេលដែលបានមកដល់ខាងលើហើយអារម្មណ៍ surprise មួយផ្នែកទៀតគឺថារៀបចំដេគ័រស្អាតតែម្ដងចាជាមួយនឹងក្រែមួយចាសាឡុងដ៏ធំល្វឹងល្វើយព្រមជាមួយនឹងបង្អួចចាដ៏ធំគ្រាន់តែឈានជើងដើរទៅបើកបង្អួចក៏មានអារម្មណ៍ថាវារំភើបដែរបងប្អូនអើយម្ដងមកវគ្គទាញទ្វារមកវាកាន់តែញាប់ញ័រទៀតវាស្អាតពេកចាហើយថ្ងៃហ្នឹងគឺខ្ញុំបន្តដំណើរទៅមើលឆ្នេរនៅកោះស្ដេចទៀតហើយជិះកង់ដើរលេងទៀតចង់ដឹងថាវាល្អមើលប៉ុណ្ណាទៀតចាំតាមដានទាំងអស់គ្នាតែឥឡូវយើងមក unboxing បង្អួចយើងសិនវ៉ាវគ្រាន់តែបើកបង្អួចភ្លាមមានអារម្មណ៍ថាចង់ធ្វើផ្ទះនៅក្នុងក្តីសម័យតែម្ដងហ្នឹងណាតែត្រូវសន្សំលុយសិនហើយពីដំបូងថាចង់មកលេងត្រឹមតែការីរំគឺត្រឡប់ទៅប៉ោយប៉ែតលក់ដូរវិញហើយតែមានអីហួរមកដល់កោះស្ដេចបើកមើលមានទេសភាពដ៏ស្រស់ត្រកាលពោពេញទៅដោយដើមឈើពណ៌បៃតងជុំវិញផ្ទះតែម្ដងគឺថាមានអារម្មណ៍ថា$130ហ្នឹងអត់ស្ដាយលុយទេចាពួកអីវាទទួលបានអារម្មណ៍ថាស្រស់ស្រាយខ្លាំងមែនតែនតែម្ដងឥឡូវនេះខ្ញុំចុះទៅក្រោមវិញសិនព្រោះអីត្រូវរៀបចំខ្លួនចេញដំណើរទៅលេងនៅគិរីរម្យស្វីតជាមួយប្តីប្រពន្ធឆ្លងខេត្តតែម្ដងមើលថាពេលដែលខ្ញុំចុះទៅក្រោមហើយទៅឆ្លងស្ពាននៅលើភ្នំគិរីរម្យហ្នឹងវាស្រស់ស្អាតប៉ុណ្ណាចឹងចាំទស្សនាវីដេអូទាំងអស់នេះអានេះខ្ញុំកាត់តណាព្រោះអីខ្ញុំទៅគិរីរម្យហើយបានខ្ញុំមកកោះអភិជនកោះស្ដេចហ្នឹងណាពុកម៉ែបងប្អូនទាំងអស់គ្នាខ្ញុំនិយាយបញ្ចូលសម្លេងដើម្បីឲ្យវាសង់តង់គ្នាអានេះខ្ញុំរៀបចំទៅមួយទឹកអាងហើយបន្ទាប់មកខ្ញុំទៅដើរលេងនៅឆ្នេរកោះស្ដេចចង់ដឹងវីដេអូបន្ថែមកុំភ្លេចចុច like និង follow ខ្ញុំទាំងអស់គ្នាដើម្បីទទួលបាននៅវីដេអូកំសាន្តថ្មីនិងការ review ប៉ិតតែម្ដងអត់មានចេះភូតភោកុហកអីណាចា review ឃើញមិនថាអញ្ចឹងហើយមាត់ខៅចាមិនធម្មតាទេអភិជននេះអន់មួយយ៉ាងបន្ទប់ទឹកគេអត់មានថ្នាំដុសធ្មេញអត់មានស្និតសុទ្ធសក់អីទេគឺថាយើងត្រូវដាក់មកខ្លួនឯងប៉ុន្តែ Wi-Fi គឺ free ចឹងបើចង់មកឲ្យកុំភ្លេចដាក់ច្រាសដល់ថ្មីនឹងថ្មីមកផងឥឡូវបិទភ្នែកសម័យទៅឆ្លងស្ពាននៅលើភ្នំគិរីរម្យសិនឲ្យស្វីតជាមួយប្តីម្ដងមើលតោះបិទភ្នែកទាំងអស់គ្នាបើកភ្នែកមកវែងយ៉ាមកដល់ស្ពានគិរីរម្យហើយអូហូកន្លែងនេះគឺស្អាតខ្លាំងមែនតើបងអើយពុកម៉ែបងប្អូនអូយឃើញពពកហ្មងបវល់ខ្លួនមកជុំសិនកុំឲ្យខាតមកជុំទៀតសិនចឹងណាពុកម៉ែបងប្អូនទាំងអស់គ្នាខ្ញុំហ្នឹងអញ្ចឹងឯងឲ្យតែបានដើរលេងគឺថាអូយវក់មកអារឿងថតតែឥឡូវសុំដើរកាន់ដៃគ្នាមកចុំទៀតសិនកុំឲ្យខាតព្រោះអីទៅសភាពនេះវាស្អាតខ្លាំងប៉ិតតែម្ដងបវល់ខ្លួនមកចុំទៀតតោះបងប្អូនមកមើលមួយខ្ញុំទាំងអស់គ្នានេះគឺថាខ្ពស់មហាសានខ្ពស់តែម្ដងគឺខ្ពស់ជាងពពកទៀតណាដល់ពេលយកឡើងមកស្អាតខ្លាំងមែនតើបងអូនអើយនេះគឺជាទស្សនភាពទាំងស្រុងនៅខាងកោះស្ដេចណាចាបងវាយអារម្មណ៍ពុកម៉ែបងប្អូនទាំងអស់គ្នាមកទស្សនាជាមួយខ្ញុំទាំងអស់គ្នាគឺទស្សនភាពនៅក្នុងកោះស្ដេចទាំងស្រុងតែម្ដងមុនហ្នឹងយើងទៅគិរីរម្យឥឡូវយើងបង្វែរអារម្មណ៍ម៉ណេះកោះស្ដេចមកវិញមកមើលវីដេអូពេញទាំងអស់គ្នា
បន្ទាប់ពីខ្ញុំបានមួយទឹករៀបចំខ្លួនហើយគឺថាខ្ញុំរៀបចំខ្លួនចេញតែលេងក៏ស្ដាច់ជួលម៉ូតូអគុយគេ2គ្រឿងចែកកូនម្នាក់មួយនេះហើយព្រះភ័ក្រព្រះស្វាមីនេះគឺមុខអញ្ចឹងឯងខ្ញុំនិយាយមែនខ្ញុំឃើញមុខប្តីខ្ញុំចូលសើចឥឡូវយើងជួលម៉ូតូអគុយបានហើយកង់អគុយបានហើយឥឡូវក៏ចាប់ផ្ដើមសេរីសរងជិះទៅដើរលេងនៅតាមភូមិនៅខាងកោះអភិជនហើយយើងបន្តដំណើរទៅមើលកោះស្ដេចថាឆ្នេរគេស្អាតប៉ុណ្ណាចាំតែមើលទាំងអស់គ្នាឥឡូវខ្ញុំសេរីសរងជីកអង្គុយដើរលេងមកជុំឲ្យពុកម៉ែបងប្អូនមើលទេសភាពសិនចាតោះតែមើលមួយខ្ញុំទាំងអស់គ្នាបងប្អូនទាំងអស់គ្នាកុំច្រឡំថានៅខាងឆ្នេរគេអត់មានភូមិចានៅឆ្នេរគេគឺមានភូមិអ្នកស្រុកដែរគឺគេលក់ចាប់រួយលក់នំលក់ម្ហូបអាហារច្រើនមែនតែនអាចជិះមើលកំសាន្តតាមភូមិបានចាមុននឹងទៅដល់កោះស្ដេចយើងជិះលេងមួយជុំពីរជុំសិនទៅចាឥឡូវដូរកង់គ្នាសិនហើយរកកន្លែងតម្លាក់វាអត់ឃើញអូយចង់អស់សំណើចខ្លួនឯងរកអាចទៅតម្លាក់វាអត់ឃើញតែមិនគេជួយប្រាប់បងអូនណាបើខ្ញុំនិយាយបញ្ចូលសលេងសើចច្រើនបងប្អូនកុំប្រកាន់ណាខ្ញុំវាអស់សំណើចពេកខ្ញុំបញ្ចូលទៅដាក់បដាខ្ញុំមើលរូបបដាអញ្ចឹងទៅវាដល់កន្លែងសើចនេះវាសើចលង្កាំងអញ្ចឹងទៅហើយដល់កន្លែងស្មូតហ្នឹងក៏វាស្មូតរលូនអញ្ចឹងទៅតោះតែមើលទេសភាពកោះស្ដេចទាំងអស់គ្នាហើយស្វីតទាំងអស់គ្នាណាកុំភ្លេចដាក់អារម្មណ៍មើលផងណាដើម្បីទទួលបាននៅភាពរំជើបរំជួលនៅក្នុងវីដេអូពេញតែម្ដងមកដល់កោះស្ដេចនេះយើងត្រូវបង់លុយ$2 ទៅ$3សម្រាប់ចូលថតរូបកំសាន្តណាពុកម៉ែបងប្អូនទាំងអស់គ្នាតែបើសិនជាយើងគេងនៅកោះអភិជនហើយយើងមិនបាច់បង់លុយទេកន្លែងនេះគឺជាកន្លែងសម្រាប់ថតរូបហ្មងបងប្អូនណាដែលប្រកែថតរូបវីដេអូអីមកគឺអត់ខាតលុយទេប៉ុន្តែបងប្អូនណាដែលមិនសូវចូលចិត្តថតរូបអីមកខាតលុយឯងព្រោះអីទីធ្លាកន្លែងថតគឺអត់សូវមានច្រើនទេបងប្អូនទាំងអស់គ្នាតោះតែយើងទៅកោះមួយផ្សេងអញ្ចឹងព្រោះអីនៅនេះកោះច្រើនណាយើងដើរអត់អស់ទេសម្រាប់ខ្ញុំគឺគេងតែមួយយប់ទេបើសិនជាយើងគេងបាន2យប់គឺថាដើរសពហ្មងហើយសុបាយហើយមានកន្លែងច្រើនមែនតើត្រូវបរិហាញប៉ុន្តែខ្ញុំដើរនឹងវាដល់ថ្ងៃដែលត្រូវកូនចូលរៀនវិញហើយអញ្ចឹងដើរគេងបានតែមួយយប់នេះទេអត់បានគេងបានច្រើនយប់ទេបើបាន2យប់គឺថាដើរសពបរិហាញឲ្យអស់ហ្មង review ឲ្យផាំងហ្មងអត់មានຕົកមាត់អី review អស់ពីចិត្តហ្មងឃើញមិនថាអញ្ចឹងនៅresort កោះស្ដេចអភិជនហ្នឹងបើសិនជាយើងគេមួយយប់គេ free អាហារ buffet ឲ្យយើងមកពេលបុកម៉ែបងប្អូនទាំងអស់គ្នាអញ្ចឹងគឺគេ free ខ្ញុំថា free អត់ថាអត់អញ្ចឹងណាឥឡូវមកយល់តងឲ្យប្តីយល់តងសប្បាយឲ្យតែបាននៅចិត្តព្រះស្វាមីនាំអារម្មណ៍ពុកម៉ែបងប្អូនទៅកន្លែងដែលស្វីតបំផុតនៅក្នុងកោះស្ដេចនេះតែម្ដងគឺស្ពាននេះគឺថាវែងស្អាតខ្លាំងមែនតើសម្រាប់គូស្នេហ៍ថ្មីថ្មោងឬក៏សង្សារមើលចិត្តគ្នាអីគឺថាអាចមកស្ពាននេះដើម្បីសាងអនុស្សាវរីយ៍បានណាពុកម៉ែបងប្អូនទាំងអស់គ្នាបងប្អូនណាដែលចូលចិត្តថតវីដេអូហ្នឹងគឺត្រូវតែម្ដងមកអត់ខាត់លុយទេដំណើរកំសាន្តខ្ញុំជាលក្ខណៈ single family គ្រួសារតែមួយអញ្ចឹងខ្ញុំភ័យដែរបារម្ភថាតិចទៅតាមមួយឡានអញ្ចឹងអត់សុបាយធ្លាប់តែដើរលេង 4-5 ឡានតែមានអីរ៉ូម៉ាន់ទិកមែនតែនហ្មងចាគឺថាអារម្មណ៍ពីរផ្សេងគ្នាតែម្ដងអារម្មណ៍សុបាយបែបគ្នាច្រើនផ្សេងតែអារម្មណ៍សុបាយបែបរ៉ូម៉ាន់ទិកវាផ្សេងបងប្អូនទាំងអស់គ្នាណាគេធ្លាប់ជួបអារម្មណ៍ហ្នឹងខ្ញុំលើកទី1ណាក្នុងឆាកជីវិតណាព្រោះអីការមួយគ្នា10ឆ្នាំអត់ដែរបានដើរលេងលក្ខណៈ single family គ្រួសារទូចទេដើរតែលក្ខណៈត្រង់ទ្រាយធំទៅណាទង្លានតែពេលបានដើរអញ្ចឹងរ៉ូម៉ាន់ទិកខ្លាំងណាដូចមានអារម្មណ៍ថាស្នេហាពិតណាវាស្វីតអញ្ចឹងយើងទាំងអស់គ្នាសុទ្ធតែចាប់ផ្ដើមដោយជំហានតូចអញ្ចឹងជីវិតរបស់យើងដូចជាស្ពានឈើនេះអញ្ចឹងមើលទៅហាក់ដូចជាវែងឆ្ងាយតែបើយើងហ៊ានដើរវានឹងនាំយើងទៅកាន់ទិដ្ឋភាពថ្មីមួយនៅក្នុងដំណើរជីវិតនេះអ្វីដែលសំខាន់បំផុតគឺការមានដៃគូដែលទុកចិត្តស្នេហាមិនមែនជាការស្វែងរកនរណាម្នាក់ដែលល្អឥតខ្ចោះទេតែជាការស្វែងរកនរណាម្នាក់ដែលទទួលយកភាពមិនល្អឥតខ្ចោះរបស់យើងហើយនៅតែជ្រើសរើសដើរទៅមុខជាមួយគ្នាការកាន់ដៃគ្នាគឺមិនមែនគ្រាន់តែជាការកាយវិការទេតែជាការសន្យាថាខ្ញុំនឹងនៅក្បែរអ្នកគ្រប់ឧបសគ្គចំណែកឯការលើកទឹកចិត្តខ្លួនឯងវិញវាចាប់ផ្ដើមពីការស្រឡាញ់ខ្លួនឯងមុនសិន
កុំខ្លាចនៅក្នុងការដួលមិនមែនជាការបរាជ័យទេតែជាមេរៀនដ៏ល្អដ៏មានតម្លៃបំផុតនៅក្នុងជីវិតរាល់ពេលដែលអ្នកធ្លាក់ចុះសូមចាំថាអ្នកមានកម្លាំងចិត្តខ្លាំងជាងអ្វីដែលអ្នកគិតសូមងើបឡើងកាន់ដៃខ្លួនឯងហើយបន្តដំណើរទៅមុខពីព្រោះក្តីស្រឡាញ់ដ៏ពិតប្រាកដបំផុតគឺចាប់ផ្ដើមពីបេះដូងរបស់អ្នកផ្ទាល់បងប្អូនទាំងអស់គ្នាពេលខ្លះយើងឈរនៅចំណុចកណ្ដាលនៃផ្លូវមួយដែលយើងមិនដឹងច្បាស់ថាតើត្រូវទៅទីណានេះហើយជាជីវិតប៉ុន្តែនៅពេលដែលយើងមាននរណាម្នាក់ដែលសម្លឹងមើលទិសដៅតែមួយជាមួយយើងនោះរាល់ជំហានដែលយើងឈានហ្នឹងគឺមានអត្ថន័យខ្លាំងមែនទែនស្នេហាគឺជាត្រីវិស័យដែលនាំយើងឆ្លងផុតភាពវង្វេងបងអូនទាំងអស់គ្នាភាពស្រស់ស្អាតបំផុតនៃជីវិតគឺស្ថិតនៅក្នុងភាពសាមញ្ញគ្រាន់តែការដើរកាន់ដៃគ្នានៅលើផ្លូវស្ពានឈើមួយនេះក៏អាចបង្កើតបានជាអនុស្សាវរីយ៍ដ៏អស្ចារ្យដែរស្នេហាដូចជាការដកដង្ហើមវាកើតឡើងដោយឯកឯងនិងចាំបាច់បំផុតសម្រាប់ជីវិតវាជាការជ្រើសរើសដើម្បីស្រឡាញ់និងត្រូវបានគេស្រឡាញ់រៀងរាល់ថ្ងៃណាសូមអរគុណជួបគ្នាខ្ញុំនៅវីដេអូក្រោយណាអរគុណច្រើនបាយបាយ